តៃវ៉ាន់បានបង្កើនការផលិតដ្រូនដោយយកគំរូតាមអ៊ុយក្រែនដើម្បីត្រៀមខ្លួនក្នុងការប្រឈមមុខនឹងសង្គ្រាមដែលអាចកើតមានជាមួយនឹងចិនអត្ថបទនេះខ្ញុំដកស្រង់ចេញពីកាសែត NBC News របស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនដ្រូនបានផ្លាស់ប្តូរទម្រង់នៃសមរភូមិយ៉ាងខ្លាំងវាជាតម្លៃសមរម្យងាយស្រួលក្នុងការបញ្ជាហើយអាចតាមប្រមាញ់គោលដៅយ៉ាងជ្រៅនៅក្នុងដែនដីសត្រូវមុននឹងមានការវាយប្រហារដ៏មានប្រសិទ្ធភាពនិងគ្រោះថ្នាក់ទោះបីជាវាមើលទៅដូចជាវីដេអូហ្គេមក៏ដោយប៉ុន្តែនេះជាអនាគតនៃសង្គ្រាមដែលកំពុងកើតឡើងយ៉ាងពិតប្រាកដនៅលើសមរភូមិជួរមុខបដិវត្តន៍ផ្នែកយោធានេះកំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធនៅក្នុងកោះតៃវ៉ាន់ដែលស្ថិតនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្ររវាងរោងចក្រដូចជានៅក្បែរទីក្រុងតាយប៉េកំពុងបង្កើនការផលិតអាវុធថ្មីៗដែលអាចជួយការពារកោះនេះប្រសិនបើមានជម្លោះជាមួយនឹងប្រទេសចិនយើងកំពុងឃើញការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងសង្គ្រាមសម័យទំនើបក្រុមហ៊ុន Thunder Tiger បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនដោយផលិតយន្តហោះក្មេងលេងបញ្ជាពីចម្ងាយប៉ុន្តែបច្ចុប្បន្នបានផ្លាស់ប្ដូរទិសដៅទៅផលិតដ្រូនប្រភេទ First Person View និងយានសមុទ្រគ្មានមនុស្សបើកដែលអាចផ្ទុកគ្រឿងផ្ទុះឆ្លងកាត់ផ្ទៃទឹកបានថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះបាននិយាយថាយើងមានសមត្ថភាពនិងផលិតភាពគ្រប់គ្រាន់ដើម្បីបង្កើនមូលដ្ឋានផលិតកម្មរបស់ខ្លួនឯងនៅទីនេះសំខាន់បំផុតវាជាផលិតកម្មដែលអាចពឹងផ្អែកលើចិនដែលមានន័យថាដ្រូនគឺជាគ្រឿងបន្លាស់របស់យើងមិនមិនមកពីខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិននោះទេផ្ទុយទៅវិញក្រុមហ៊ុន Thunder Tiger ផលិតគ្រឿងបន្លាស់សម្រាប់សំខាន់ៗដោយខ្លួនឯងដូចជាម៉ូទ័រជាដើមរោងចក្រនេះអាចផលិតម៉ូទ័របានប្រហែល1000គ្រឿងក្នុងមួយថ្ងៃម៉ូទ័រនេះត្រូវបានដំឡើងលើដ្រូនដូចជាគំរូដែលជាដ្រូនវាយប្រហារនិងហើយជាក្រុមហ៊ុនមួយដែលអាចផលិតបានប្រមាណ2000គ្រឿងក្នុងមួយខែរដ្ឋាភិបាលក្រុងតៃប៉េបានប្តេជ្ញាចំណាយថវិកាប្រមាណ$14,000,000,000ដើម្បីទិញដ្រូនជិត1,000,000គ្រឿងត្រឹមឆ្នាំ2024ដែលក្នុងនោះប្រមាណពាក់កណ្ដាលសម្រាប់កងទ័ពគោលដៅគោលដៅគឺកសាងឧស្សាហកម្មដ្រូនក្នុងស្រុកដែលមិនពឹងផ្អែកទៅលើគ្រឿងបន្លាស់ពីប្រទេសចិនអ្នកជំនាញមួយរូបនេះបានពន្យល់ថាតៃវ៉ាន់ចង់កាត់បន្ថយការពឹងផ្អែកលើការលក់អាវុធពីរដ្ឋាភិបាលក្រៅប្រទេសដែលចំណាយពេលយូរក្នុងការបញ្ជូនហើយងាកទៅប្រើបច្ចេកវិទ្យាពាណិជ្ជកម្មដែលអាចប្រើប្រាស់បានទាំងស៊ីវិលនិងយោធាដែលអាចទទួលបានល្បឿនលឿនជាងនេះទោះជាយ៉ាងណាកម្រិតនៃការផលិតបច្ចុប្បន្ននៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ការគំរាមកំហែងដែលទីក្រុងតៃវ៉ាន់កំពុងប្រឈមនោះទេឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កងទ័ពរំដោះប្រជាជនចិន PLA បានមានយន្តហោះចម្បាំងបំបាំងកាយរាប់រយគ្រឿងប្រព័ន្ធមីស៊ីលទំនើបៗនិងកងនាវាដែលកំពុងពង្រឹងឥទ្ធិពលបន្តបន្ទាប់ជាងនេះទៅទៀតប្រធានាធិបតីចិនស៊ីជីនពីងមិន
ដែលលាក់បាំងគោលបំណងរបស់លោកក្នុងការបង្រួបបង្រួមតៃវ៉ាន់ជាមួយនឹងចិនដីគោកឡើយ ដោយប្រើកម្លាំងយោធាប្រសិនបើចាំបាច់ មេបញ្ជាការកងទ័ពតៃវ៉ាន់ម្នាក់បានប្រាប់ NBC News កាលពីឆ្នាំមុនថា យើងមានទំនួលយើងមានទំនុកចិត្តពេញលេញលើការត្រៀមខ្លួនសម្ភារៈយោធាថ្មីៗនិងយុទ្ធសាស្ត្រការពាររបស់យើង ដោយសារសកម្មភាពយោធាចិននៅជុំវិញកោះតៃវ៉ាន់កាន់តែញឹកញាប់ រួមទាំងសម្ពយុទ្ធចុះចតតាមឆ្នេរនៃតៃវ៉ាន់កំពុងប្រញាប់ធ្វើទំនើបកម្មប្រព័ន្ធការពាររបស់ខ្លួន ក្រៅពីកិច្ចព្រមព្រៀងអាវុធរាប់ពាន់លានដុល្លារជាមួយនឹងសហរដ្ឋអាមេរិកសម្រាប់មីស៊ីលទំនើបៗនិងយន្តហោះចម្បាំងដែលបានធ្វើឱ្យប្រសើរឡើង តៃវ៉ាន់ក៏កំពុងផ្ដោតលើដ្រូនដែលមានតម្លៃទាបនិងអាចជំនួសបានយ៉ាងឆាប់រហ័សដើម្បីអនុវត្តយុទ្ធសាស្ត្រការពារសមាមាត្រ អ្នកជំនាញការពារជាតិអាមេរិកហៅគំនិតនេះថា "Hellscape" ឬតំបន់ការពារដ៏គ្រោះថ្នាក់ ដែលជាការប្រើហ្វូងដ្រូននិងអាវុធការពារជាច្រើនជំរុញឱ្យតៃវ៉ាន់ដើម្បីរារាំងការឈ្លានពានរបស់ចិន អ្នកវិភាគម្នាក់បាននិយាយថា គោលគំនិតនេះគឺធ្វើឱ្យតៃវ៉ាន់មើលទៅជាគោលដៅដែលពិបាកវាយលុកខ្លាំងរហូតដល់ចិនយល់ថាការឈ្លានពាននេះមិនមានតម្លៃគួរឱ្យចាប់អារម្មណ៍នោះទេ ទោះជាយ៉ាងណា ភាពជោគជ័យនៃយុទ្ធសាស្ត្រនេះអាស្រ័យយ៉ាងខ្លាំងលើការវិនិយោគ និងចំនួនដ្រូនដែលអាចផលិតបាន ប្រសិនបើអ្នកមានដ្រូនគ្រប់គ្រាន់ និងប្រើប្រាស់វាត្រឹមត្រូវ អ្នកអាចបង្កភាពច្របូកច្របល់យ៉ាងខ្លាំងដើម្បីធ្វើឱ្យការវាយលុករបស់ចិនជួបការលំបាកយ៉ាងខ្លាំង បញ្ហាប្រឈមសម្រាប់ឧស្សាហកម្មការពារជាតិតៃវ៉ាន់គឺបង្កើនទំហំផលិតកម្ម និងការបណ្តុះបណ្តាលកងទ័ពឱ្យមានជំនាញប្រើប្រាស់ដ្រូនទាំងនេះ ទន្ទឹមនឹងនេះចិនក៏មិនបានឈប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួននោះដែរ ក្នុងពិធីព្យុហយាត្រាយោធាកាលពីឆ្នាំមុន ចិនបានបង្ហាញពីការវិនិយោគយ៉ាងច្រើនទៅលើដ្រូន អាវុធឡាស៊ែរ និងមីស៊ីលល្បឿនលឿនខ្ពស់ៗ Hypersonic Missile កងទ័ពចិនក៏បានផ្សព្វផ្សាយលើវីដេអូជាច្រើនតាមបណ្តាញសង្គមដែលបានបង្ហាញអំពីសេណារីយ៉ូនៃជម្លោះនានាពេលអនាគត ចំណែកចំពេលដែលចិនកំពុងគ្រប់គ្រងចំណែកធំបំផុតនៃឧស្សាហកម្មផលិតដ្រូនរបស់ពិភពលោក បច្ចុប្បន្ន ក្រុមហ៊ុនតៃវ៉ាន់កំពុងនាំចេញប្រព័ន្ធដ្រូន និងគ្រឿងបន្លាស់ទៅកាន់ទ្វីបអឺរ៉ុប និងបានដាក់តាំងបង្ហាញបច្ចេកវិទ្យារបស់ខ្លួនក្នុងពិព័រណ៍ការពារជាតិនៅប្រទេសប៉ូឡូញ ពួកគេកំពុងបង្កើនភាពជាដៃគូជាមួយនឹងអង្គការនានានៅអ៊ុយក្រែន ដោយរួមបញ្ចូលគ្នារវាងសមត្ថភាពផលិតកម្មរបស់តៃវ៉ាន់ និងបទពិសោធន៍សមរភូមិរបស់អ៊ុយក្រែន បច្ចេកវិទ្យាដែលត្រូវបានបង្កើតឡើងពីសង្គ្រាមមួយកំពុងជួយកំណត់របៀបដែលសង្គ្រាមមួយផ្សេងទៀតអាចនឹងកើតឡើងនាពេលអនាគត នេះគឺជារបាយការណ៍របស់លោក Janice McKee-Fryer សម្រាប់ BBC News ពីទីក្រុងតៃប៉េក ប្រទេសតៃវ៉ាន់